ក្រោយរងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅព្រឹកថ្ងៃសៅរ៍ទី28 ខែកុម្ភៈឆ្នាំ2026នេះពេលនេះប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមបើកការវាយប្រហារសងសឹកដោយបាញ់ស្រោចមីស៊ីលយ៉ាងសន្ធឹកលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាវិញហើយដូចជានៅប្រទេសគុយវ៉ាតប្រទេសបារ៉ែនប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងប្រទេសកាតាជាដើមយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ទី28 កុម្ភៈនេះបានឲ្យដឹងថាក្នុងទីក្រុងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួមទីក្រុងម៉ាណាម៉ាននៃប្រទេសបារ៉ែននិងប្រទេសគុយវ៉ាតសុទ្ធតែមានសេចក្តីរាយការណ៍អំពីការផ្ទុះប្រទេសបារ៉ែនបានអះអាងថាទីបញ្ជាការរបស់កងនាវាលេខ5នៃកងទ័ពជើងទឹកអាមេរិកត្រូវរងការវាយប្រហារដោយមីស៊ីលខណៈដែលប្រទេសគុយវ៉ាតបានបើកស៊ីរ៉ែនប្រកាសអាសន្នទូទាំងប្រទេសចំណែកឯប្រទេសកាតាឯនេះវិញបានព្រមានឲ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសស្នាក់នៅតែក្នុងផ្ទះកុំនៅជិតមូលដ្ឋានយោធាណាមួយឲ្យសោះហើយខាងក្រោមនេះគឺជាមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈមបូព៌ាដែលរងការវាយប្រហាររួមមានទី1មូលដ្ឋានទ័ពអាកាសអាល់យូដេតនៃប្រទេសកាតាទី2មូលដ្ឋានទ័ពអាកាសអាល់សាឡឹមនៅប្រទេសគុយវ៉ាតទី3មូលដ្ឋានទ័ពអាកាសអាល់ដាហ្វ្រានៅប្រទេសអារ៉ាប់រួមនិងទី4មូលដ្ឋានកងនាវាចរលេខ5នៅប្រទេសបារ៉ែនសូមបញ្ជាក់ថាប្រទេសទាំង4ខាងលើនេះសុទ្ធតែបញ្ជាក់ពីការបិទដែនអាកាសរបស់ខ្លួន